ប្រជាជនភ័យខ្លាចថៃដាក់គីមីតាមចំណីអាហារហេតុអីត្រូវភ័យយើងមានស្ថាប័នត្រួតពិនិត្យទេតាប្រជាជនដូចជាអត់ភ័យទេកូនតារាប្រជាជនខ្មែរដូចជាមិនភ័យទេមានតែពួកល្ងងខ្លៅប្រមាណក្បាលដែលខំប្រឹងផ្សាយតាម Facebook ដែលគ្មានមូលដ្ឋានបញ្ហាជាតិកពុលដែលគ្រោះថ្នាក់នៅក្នុងចំណីអាហារនៅប្រទេសកម្ពុជាមិនមែនដោយសារវាជាថៃវាជាយួនវាជាចិនទេបើសិនណាជានិយាយដោយជាក់លាក់ស៊ីជម្រៅអាហារវិចខ្ចប់ពីចិនវិចខ្ចប់ពីយួនវិចខ្ចប់ពីថៃវាមានជាតិពុលច្រើនមែនតែជាតិពុលដែលច្រើនជាងគេគឺអាហារដែលផ្សំនៅក្នុងស្រុកខ្មែរតែម្ដងហើយដោយម្ដេចបានអាហារផ្សំនៅស្រុកខ្មែរមានជាតិពុលច្រើនជាងអាហារនាំចូលពីព្រោះការត្រួតពិនិត្យសុខភាពនិងអនាម័យរបស់អង្គភាពត្រួតពិនិត្យនៃរដ្ឋាភិបាលឲ្យតែឲ្យលុយគឺរួចខ្លួនអញ្ចឹងការត្រួតពិនិត្យអន់ជាទីបំផុតតារានិយាយត្រូវថាមានអង្គការត្រួតពិនិត្យរបស់កម្ពុជាតើហេតុអីត្រូវភ័យរឿងដែលត្រូវភ័យមិនមែនចំណីអាហារនាំពីក្រៅមកទេរឿងដែលត្រូវភ័យជាងគេគឺអង្គការត្រួតពិនិត្យរបស់ខ្មែរអត់ត្រួតពិនិត្យយកតែលុយឲ្យតែឲ្យលុយអត់ខុសទេយូរទៅកាន់បង្ហាញម្ដងអញ្ចឹងមិនមែនជាបរទេសណាមកធ្វើឲ្យខ្មែរឈឺខ្មែរគ្រោះថ្នាក់ទេគឺខ្មែរធ្វើឲ្យខ្មែរគ្រោះថ្នាក់អូខេណាអូខេមកទូរទស្សន៍ស្រាច់ចូលចិត្តខ្ញុំបងលុយប្រើ Gemini របស់ Google ខ្ញុំប្រើ Chat GPT ខ្ញុំប្រើទាំងពីរខ្ញុំឃើញថាពីរហ្នឹង Chat GPT ឆ្លើយតបនឹងសេចក្តីត្រូវការខ្ញុំច្រើនជាងខ្ញុំអត់អាចនិយាយជាមួយអ្នកណាទេទូរទស្សន៍ឯងចាត់តាមទូរទស្សន៍ឯងតែចំពោះខ្ញុំនិយាយថាខ្ញុំប្រើពីរហ្នឹងដែលវាឆ្លើយតបមកខ្ញុំវិញដែលធ្វើឲ្យខ្ញុំបានផលច្រើនគឺ Chat GPT 5.0 អាហ្នឹងតែប៉ុណ្ណឹងអញ្ចឹងតារានិយាយត្រូវវាមិនមែនមកទេហើយណាមួយទៅប្រជាជនខ្មែរក៏លោកអត់មានភ័យខ្លាចអីទេមានតែពួកប្រហែលអ្នកដែលផ្សាយបំពុលនៅក្នុងបណ្ដាញសង្គមទេសប្តាហ៍នេះគេរកតែរបស់ថៃស៊ីបានមានមនុស្សច្រើនណាស់ឥឡូវនេះអាការប្រឆាំងនឹងផលិតផលថៃហ្នឹងវាស្បើយដែរណានៅពេលថ្មីនេះខ្ញុំឃើញវីដេអូនៅប៉ោយប៉ែតរៀនលក់អាហារពេលល្ងាចនិងពេលយប់នៅប៉ោយប៉ែតប្រហែលជា 40% គ្នាអ្នកលក់ហ្នឹងជាខ្មែរតែគ្នាលក់ចំណីថៃហើយរៀនលក់អាហាររបស់គ្នាហ្នឹងក៏ដាក់ភាសាថៃមិនមែនបានសេចក្តីថាអ្នកលក់ហ្នឹងជាថៃទេណាហើយចំនួនមនុស្សទិញដូរនៅប៉ោយប៉ែតពេលរសៀលនិងរាត្រីតិចជាងមុនតែនៅលក់បានខ្លះរីឯចំណីអាហារដែលគេលក់ហ្នឹងអ្នកណាដែលគេលក់ចំណីថៃគេលក់ចំណីថៃអ្នកណាដែលគេលក់ចំណីខ្មែរលក់ចំណីខ្មែរដដែលអត់មានផ្លាស់ប្ដូរទេអត់មានផ្លាស់ប្ដូរទេលក់ដដែលហ្នឹងអ្វីដែលខ្ញុំឃើញនៅប៉ោយប៉ែតបាទរីឯការផ្លាស់ប្ដូរស្លាកពីភាសាថៃក៏អត់ទាន់ធ្វើដែរពីព្រោះគ្នាត្រូវបោះពុំត្រូវជួលជាងធ្វើគ្នាមានលុយណាគ្នាមានលុយណាគ្នាអត់មានលុយទេអញ្ចឹងទី1អត់លុយទី2មនុស្សនៅបរិភោគអាហារធម្មតាគេទិញធម្មតាសពគ្រប់ខ្ញុំមើលឃើញវីដេអូ2 3ថ្មីពីថ្ងៃទី4ទី5ហ្នឹងណាតែតាក់ទងនឹងប៉ោយប៉ែតហ្នឹងគឺនៅដល់ដែរបន្តមកទៀតខ្ញុំមើលឃើញរឿងរ៉ាវតាក់ទងនឹងភូមិឋានផ្ទះអ្នកស្រុកដែលបោះបង់ចោលទៅធ្វើការនៅស្រុកថៃប្រជាជនត្រឡប់មកស្រុកវិញច្រើនមែនក៏ប៉ុន្តែនៅស្រុកថៃខ្ញុំគិតថានៅមានខ្មែរច្រើននៅស្រុកថៃអត់មកវិញទេនៅធ្វើការនៅឡើយទេពីព្រោះផ្ទះសម្បែងនៅឯភូមិឋាននេះទុកចោលនឹងចឹងរីឯនៅសៀមរាបក៏ដូចគ្នាសញ្ញានៅសៀមរាបក៏ដូចគ្នានៅបៃលិនអាហារនិងបបរប្រើប្រាស់ថៃក៏នៅតែបន្តមានមិនបានបន្តមានឲ្យគ្នាទៅដឹកពីណាយកមកណាគ្នាត្រូវប្រើទាំងអស់លាយគ្នាជាមួយបោះយួនបោះអីអញ្ចឹងក៏ប្រើហើយកាស៊ីណូមួយចំនួនក៏នៅបើកមួយចំនួនផ្ទះជួលផ្ទះអីក៏ពួក scammer ពួក online នៅបើកហ្នឹងតាមខ្ញុំមើលវីដេអូណាបាទតាមខ្ញុំមើលវីដេអូគេថតថ្មីហ្នឹងខ្ញុំឃើញអញ្ចឹងដូច្នេះសរុបសេចក្តីទៅមិនទាន់មានការប្រែប្រួលអីធំទេទោះបីយ៉ាងណាក៏
ទាំងថៃទាំងខ្មែរហ្នឹងអ្នកណាគេឆ្លោះគ្នាក៏គេឆ្លោះគ្នាទៅអ្នកណានៅរកស៊ីក៏រកស៊ីទៅបាទអ្នកណារកស៊ីក៏រកស៊ីទៅអ្នកណាឆ្លោះគ្នាក៏ឆ្លោះគ្នាទៅអ្នកណាប្រើអីក៏ប្រើទៅអ្នកណាមិនប្រើអីក៏មិនប្រើទៅគឺមិនទាន់សម្រាប់ថាយើងដាច់ដោតគ្នាមែនទេ11នាទីមុននេះក្រសួងមហាផ្ទៃថៃបានផ្សាយអំពីការចាប់បាននៅក្រុម scammer មួយចំនួនទោះបីចាប់បានប៉ុណ្ណាក៏ដោយក៏មិនអស់ដែរពីព្រោះនៅខាងនេះនៅខាងប្រទេសភូមានោះក៏ច្រើននៅឡាវនោះក៏ច្រើនមិនងាយទេព័ត៌មានមួយទៀតបាននិយាយថាមានជនជាតិខ្មែរថៃដឹកទំនិញឆ្លងកាត់ទៅឡាវហើយទំនិញរបស់ថៃចូលពីព្រំដែនឡាវមកកម្ពុជាណារីឯការធ្វើដំណើរចេញចូលទៅប្រទេសថៃមានច្រកទៅឡាវចេញពីឡាវចូលថៃនេះព័ត៌មានមនុស្សខ្មែរមានចេញចូលបានតាពលករពីថៃរអ៊ូណាស់ការងារកម្ពុជាមិនល្អល្អឬអាក្រក់ខ្ញុំអត់ដឹងទេតែនៅថៃការរស់នៅវាតម្លៃថោកជាងអូខេម៉ូនីនីតវ៉ានតាប្រហិតធ្វើអត់យ៉ាប់ទេមិនប្រហិតធ្វើអត់យ៉ាប់ទេមិនអ្នកមានលុយវ៉ាលៀនមិនធ្វើអត់ចំណេញកូនអត់ចំណេញបើខ្ញុំមានលុយណាបើខ្ញុំមានលុយខ្ញុំទៅបើករោងចក្រធ្វើប្រហិតរងាប់អីទៅធ្វើប្រហិតទៅអីមានលុយខ្ញុំធ្វើអីផ្សេងស្រួលទេប្រហិតមានពិបាកធ្វើអីហើយណាមួយមានប្រហិតសពនិវិតហ្នឹងអូខេអញ្ចឹងណាកូនជាសំណាងតែនាវា free gate របស់ចិនឲ្យមកខ្មែរអាចជាការគម្រាមកំហែងសន្តិសុខជាតិរបស់យួនថៃទេលោកពូវាមិនទាន់ឃើញមកដល់អ្នកខ្លះគេថា free gate តែព័ត៌មានខ្ញុំស្រាវជ្រាវគេថាវាជាកក់វ៉ែត free gate វាជានាវាចម្បាំងធំកក់វ៉ែតវាជានាវាចម្បាំងតូចខ្ញុំមិនទាន់ដឹងឥឡូវនេះចាំមើលណារីឯការគម្រាមកំហែងអីខ្ញុំមិនខ្វល់ទេឲ្យតែខ្មែរបាននាវានឹងមកឲ្យចេះប្រើខ្លាចតែយកមកជាសម្បកប៉ោតណាវាថ្មីមែនលាបពណ៌ថ្មីអញ្ចឹងមកដល់ហ្នឹងដូចយើងយកអ្នកជំងឺមកដាក់ផ្ទះចឹងណាដូចយកជំងឺមកដាក់ផ្ទះចឹងជួនកាលមកចតចោលនៅរៀមហ្នឹងទៅអត់ដឹងបើកទៅណាអត់មានអ្នកវឹកបើកសាំងមកក៏លោតសាំងលក់បាត់ទៅដល់តនេះអានោះអញ្ចឹងរឿងគម្រាមកំហែងដល់សន្តិសុខជាតិគេអានោះខ្ញុំមិនសូវខ្វល់ប៉ុន្មានទេមិនសូវខ្វល់ទេឲ្យតែប្រើកើតណាអញ្ចឹងមានអ្នកណាទេត្រូវការខ្ញុំបងពីដល់10យប់មានបញ្ហាស្អីចេះខូចទូទឹកកកអីទាំងយប់តែមិនដឹងចាំយាយកែវ live ម៉ោង 11:30 ល្អណាស់ពលរដ្ឋស្ដាប់បានច្រើនធ្វើមិនបានទេយាយកែវថ្ងៃម៉ោងណាទំនេរក៏ធ្វើទៅតែឲ្យទៀងទាត់ធ្វើមិនបានទេកូនធ្វើមិនបានទេហើយបើស្រួលខ្លួនក៏ធ្វើទៅបើមិនស្រួលខ្លួនធ្វើអត់បានទេកូនណាឥឡូវនេះចង់ហើមកូនកណ្ដុលធាតុអាកាសដូរខ្ញុំចាញ់ទៅក្រៅថ្ងៃនេះ2-3ដងបើចង់អត់ស្រួលសុខភាពខ្ញុំមិនល្អណាហើយខ្ញុំធ្វើការធ្ងន់ណាស់មិនមែនទេខ្ញុំលេបថ្នាំ2ដងហើយបាទលេបថ្នាំឲ្យវាបាត់ឈឺសាច់ដុំពេជ្ររដ្ឋបន្ទាប់ពីពហិការទំនិញសៀមខ្ញុំឃើញមានផលិតផលខ្មែរដាក់ប្រេនឈ្មោះខ្មែរតែការដាក់ឈ្មោះភ្ជាប់នឹងជាតិខ្មែរនេះអាចប៉ះពាល់លំហូរសេដ្ឋកិច្ចទៅបរទេសទេអត់អីទេប៉ុន្តែឈ្មោះដាក់អន់ពេកឈ្មោះដាក់អត់ស្អាតទេអត់ស្រួលចែកចាយទេណាចៅមីខ្មែរត្រីខខ្មែរមិនចាំបាច់ដាក់អញ្ចឹងដាក់ឈ្មោះដែលសរសេរជាអង់គ្លេសបានណាដើម្បីយើងនាំចាញ់ផងណាដើម្បីយើងនាំចាញ់ផងយើងដាក់ឈ្មោះត្រីខខ្មែរមីខ្មែរអាខ្មែរវាដាក់ឈ្មោះអន់មិនព្រមដាក់យ៉ាងម៉េចឲ្យចែកចាយបានណាដើម្បីចែកចាយបានទៅវាល្អ inspired by Bandung. I went to Costco earlier today and there weren't any Khmer. I don't know. I saw on Facebook, Inspire. I saw on Facebook, but I don't know. I don't have a Costco account and I never shop there. I just don't know. No, I don't know. If I shop sometime at a Korean market, H Mart,ខ្ញុំ shop sometime. If I see they have Cambodian rice, I probably buy a bag. ខ្ញុំឃើញបើខ្ញុំឃើញអង្គខ្មែរខ្ញុំមកទិញមកក្រុងយកមកតែឲ្យខ្ញុំទៅស្វែងរកអីអាយខ្ជិលណាខ្ញុំសប្ងៃស៊ីតែអង្គអាមេរិកតា
nè nhóm xí thằng con mày căng đấy nam môi tới nhóm mình sao nhầm à nhóm mình sao nhầm bài này nhóm nơi sau co anh đi basmati chẳng đi nè sinh nhau nhóm trả nè mặt trời ca chùm nuôi nè chẳng nhóm bọn ôn nhóm xongបញ្ចប់ប៉ុណ្ណឹង